តនដល់ការវើខាប់បងសួរសំណួរត្រូវមួយបាន10000មួយតាមមនុស្សដែលលេងល្បែងស៊ីសងជាមនុស្សប្រភេទណាមួយជាមនុស្សមានមិត្តច្រើន2ចប់មក2ជាមនុស្សរកចិត្ត3ជាមនុស្សមិនគោរពច្បាប់អូនណាចេះឆ្លើយចម្លើយគេកូនមិនគោរពច្បាប់ចម្លើយនេះជាចម្លើយត្រូវអូខេឥឡូវចាំយកសរុបណាចូលសំណួរទី2តើមេអំបៅកើតចេញពីអ្វី1ព្រូន2តេញ៉ា3ដង្កូវអូខេចម្លើយគេអូនមេអំបៅកើតចេញពីអីតេញ៉ាចាប់ហ្មងពូខ្ញុំខំលើកដៃចង់ហែកឃ្លីហើយមកឆ្លើយខំថាតកៅណាតោះចាស់សុំដងទៀតមេអំបៅកើតចេញពីអីអូនតែដៃគ្នាយើងមួយប៉ិនសដែងមែនចាស់នេះហ្វេកសាហាវដល់ពេលឃើញគ្រាប់មិនតាន់ផ្ទុះតើអ្នកគួរត្រូវធ្វើ1លើកឡើង2បោះលេង3ប្រាប់ទៅអាជ្ញាធរចម្លើយគេអូនតាមអាជ្ញាធរប្រាប់អាជ្ញាធរហ៎បាទពេលអូនជិះកង់ហើយអូនចង់បត់ឆ្វេងតើអូនគួរធ្វើសញ្ញាអ្វីទី1លើកដៃឆ្វេងហើយធ្វើជាសញ្ញាទី2លើកដៃស្ដាំធ្វើជាសញ្ញាទី3បត់យកភ្លាមតែម្ដងយកមួយណាអូនលើកដៃឆ្វេងធ្វើជាសញ្ញាបកែមើលអីណាដៃឆ្វេងដៃស្ដាំឥឡូវលើកដៃស្ដាំមើលលើកដៃឆ្វេងមើលអនបាហ្នឹងហើយគាត់បើជាអ្នកសួរថ្ងៃឆ្វេងស្ដាំមិនតាន់ឈប់ច្រឡំពេលចេញក្រៅតែយើងត្រូវចាត់ទុកជនណាជាមេដាបៃតាទី2ទី1ជនបរទេសទី2មិត្តភ័ក្តិទី3លោកគ្រូអ្នកគ្រូចម្លើយលោកគ្រូអ្នកគ្រូត្រឹមត្រូវសំណួរចុងក្រោយតើពណ៌ក្រហមនៅលើទង់ជាតិកម្ពុជាមានន័យដូចម្ដេចអូនដឹងតែមានន័យថាម៉េចតាណាដឹងឥឡូវកុំឲ្យចាញ់ក្មេងអូនអត់ទៅឆ្លើយដែរអរគុណច្រើនចាកុំឲ្យអរគុណអីយកវិញបានបនថ្ងៃនេះប្រពន្ធចាស់ម្លឹកមេរៀនថ្នាក់ទី4ហើយបានធ្វើបនធ្វើទៀនតិចតួចទៀតជូនបនដល់អនណផងលើកក្រោយគូទៅសាលាណាទៀតណោះជួយប្រាប់ផងអនណហើយមកចូលចិត្តវីដេអូហ្នឹងជួយចុច share វីដេអូហ្នឹងផងអនណហើយជួយ follow page ខ្ញុំផងបាយបាយ love you ជុប